សួស្តីកូនទាំងអស់គ្នាអំបញ្ញមិញកូនបានរំលឹកមេរៀនចាស់ជាមួយនឹងអ្នកគ្រូរួចហើយអញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងនាំកូនទៅស្គាល់សូរថ្មីដែលប្រកបនឹងកអញ្ចឹងនៅពេលដែលអ្នកគ្រូបង្ហាញរូបភាពឬក៏ធ្វើកាយវិការពិពណ៌នាអ្វីមួយសូមកូនប្រាប់អ្នកគ្រូថាតើអ្នកគ្រូកំពុងធ្វើអ្វីតោះឥឡូវកូនមើលមកអ្នកគ្រូទាំងអស់គ្នាណាអ្នកគ្រូមានចេកមួយឧទាហរណ៍ហើយអ្នកគ្រូធ្វើបែបនេះចាកូនថាមើលអ្នកគ្រូកំពុងធ្វើអីកូនចាល្អណាស់បកូនចាំស្ដាប់អ្នកគ្រូណាបកូនចូលរួមថាជាមួយនឹងអ្នកគ្រូបកូនថាដោយខ្លួនឯងចាពូកែមែនតែនអញ្ចឹងនៅពេលនេះអ្នកគ្រូនឹងប្រកបសូរព្យាង្គដោយប្រើដៃជាជំនួយឲ្យកូនមើលណាកូនចាំមើលទាំងអស់គ្នាបនិងកបកូនចូលរួមធ្វើជាមួយនឹងអ្នកគ្រូជាមួយនឹងព្យាង្គសានិងកតោះចាប់ផ្ដើមសានិងកសាតោះកូនជាអ្នកធ្វើហើយអ្នកគ្រូជាអ្នកហៅព្យាង្គឲ្យកូនណាចូលនិងកចាល្អណាស់ឆែនិងកចាដេនិងកអូហូពិតជាឆ្លាតមែនកូនទះដៃមួយកូនទះដៃពីរចាបន្ទាប់ពីកូនបានឮសូរបករួចហើយអញ្ចឹងនៅពេលនេះកូនមើលមកក្តារខៀនថាតើរូបរាងវាយ៉ាងដូចម្ដេចណាកូនមើលមកក្តារខៀនចាកូនឃើញទាំងអស់គ្នាទេកូនចាល្អណាស់កូនចាំស្ដាប់អ្នកគ្រូណាបនិងកបកូនចូលរួមអានជាមួយនឹងអ្នកគ្រូទាំងអស់គ្នាបនិងកបចាពូកែមែនតែនតោះអ្នកគ្រូជាអ្នកចង្អុលកូនជាអ្នកអានចាប់ផ្ដើមចាឆ្លាតណាស់កូនតើកូនមើលព្យាង្គមួយទៀតចាកូនឃើញទាំងអស់គ្នាទេកូនល្អណាស់តោះអ្នកគ្រូជាអ្នកអានជាគំរូឲ្យកូនស្ដាប់ណាសអាសានិងកសាកូនចូលរួមអានជាមួយនឹងអ្នកគ្រូសអាសានិងកសាកូនអានដោយខ្លួនឯងចាល្អណាស់កូនអ្នកគ្រូនឹងអានឲ្យកូនម្ដងទៀតណាបសាឥឡូវកូនមើលថាតើតួខាងចុងនៃជាងទាំងពីរនេះកូនឃើញមានអក្សរអ្វីដែរកូនចាល្អណាស់គឺអក្សរកនៅខាងចុងចាអញ្ចឹងអ្នកគ្រូចង់ប្រាប់កូនថាការប្រកបគឺជាការផ្សំបញ្ចូលគ្នារវាងព្យញ្ជនៈស្រៈព្យញ្ជនៈរួមគ្នាហើយវាលាយចេញជាសូរតែមួយចាតាន់ទេកូនចាល្អណាស់តោះនៅពេលនេះយើងនឹងរៀនអំពីមេរៀនអីដែរកូនចាថ្ងៃនេះយើងនឹងរៀនមេរៀនប្រកបនឹងកចាមេរៀនប្រកបនឹងកនឹងក
ចាអរគុណច្រើនកូនទាំងអស់គ្នាចាកូនទាំងអស់គ្នាបន្ទាប់ពីកូនបានដឹងរបៀបពីការអានប្រកបនឹងកហើយនៅពេលនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅអានព្យាង្គវិញម្ដងអញ្ចឹងកូនចាំមើលនៅលើក្តារខៀនតើអ្នកគ្រូមានព្យាង្គអ្វីខ្លះចង់បង្ហាញឲ្យកូនបានឃើញណាចាកូនឃើញទាំងអស់គ្នាទេកូនចាល្អណាស់អញ្ចឹងអ្នកគ្រូនឹងអានប្រកបជាគំរូឲ្យកូនបានស្ដាប់ណាខនិងកខច្បាស់ទេកូនចាល្អណាស់ឥឡូវអ្នកគ្រូមានព្យាង្គមួយទៀតដែលកូនចូលរួមអានជាមួយនឹងអ្នកគ្រូណាតើកូនអានជាមួយនឹងអ្នកគ្រូចនិងកចចាពូកែមែនតើណោះកូនមើលមកមួយទៀតថាតើអ្នកគ្រូមានព្យាង្គអីទៀតណាចាព្យាង្គនេះអ្នកគ្រូជាអ្នកចង្អុលហើយកូនជាអ្នកអានតោះចាប់ផ្ដើមចាពូកែណាកូនមើលមួយទៀតមើលថាតើព្យាង្គអីគេទៀតដែរកូនតោះចាប់ផ្ដើមចាល្អណាស់ព្យាង្គចុងក្រោយតោះចាពូកែមែនតែនអញ្ចឹងនៅពេលនេះសូមកូនទាំងអស់គ្នាបើកសៀវភៅជំនួយសិស្សរបស់កូនចាត្រង់ទំព័រទី28កូនបើកឃើញទាំងអស់គ្នានៅកូនចាល្អណាស់អញ្ចឹងនៅពេលនេះសូមកូនទាំងអស់គ្នាធ្វើការជាដៃគូណាដែលកូនធ្វើការអាននៅក្នុងតារាងបញ្ឈរនេះកូនឃើញទេកូនតារាងបញ្ឈរទី1ណាកូនណាចាតើកូនចាប់ផ្ដើមអានដោយម្នាក់ជាអ្នកចង្អុលម្នាក់ទៀតជាអ្នកអានតើចាប់ផ្ដើមកូនអានឲ្យបានច្រើនដងណាហើយកូនចង្អុលឲ្យចំព្យាង្គនីមួយផងចាពូកែណាស់ឃើញថាកូនអានបានរួចរាល់ហើយណោះតើកូនផ្ទះដៃមួយចាល្អណាស់បន្ទាប់ពីកូនអានរួចហើយអ្នកគ្រូក៏មានព្យាង្គជាបន្តទៀតដើម្បីឲ្យកូនបានអានបន្តទៀតដែរតើកូនមើលចាកូនមើលមកលើក្តារខៀនអ្នកគ្រូនឹងអានជាគំរូឲ្យកូនស្ដាប់ណាកអាកានិងកកាស្ដាប់បានទេកូនចាល្អណាស់តោះឥឡូវកូនមើលមកលើក្តារខៀនទៀតថាតើមានព្យាង្គអីទៀតដែរកូនចាកូនឃើញទាំងអស់គ្នាទេតោះចាប់ផ្ដើមអានជាមួយនឹងអ្នកគ្រូចអូចូលនិងកជោគចាល្អណាស់កូនមើលមកបន្តទៀតព្យាង្គនេះសូមកូនចូលរួមអានទាំងអស់គ្នាណាអ្នកគ្រូជាអ្នកចង្អុលតោះចាប់ផ្ដើមចាពូកែមែនតែនកូនមើលមួយទៀតចាប់ផ្ដើមចាល្អណាស់ព្យាង្គចុងក្រោយតោះចាប់ផ្ដើមចាពូកែមែនតែនតោះនៅពេលនេះ
កូនទាំងអស់គ្នាបើកសិភៅជំនួយសិស្សរបស់កូនដដែលហ្នឹងចាបើករួចរាល់នៅកូនចាអញ្ចឹងនៅពេលនេះគឺកូនធ្វើការអានជាដៃគូទៀតហើយគឺកូនអានព្យាង្គនៅក្នុងតារាងបញ្ឈរទី2នេះកូនឃើញទាំងអស់គ្នាទេកូនចាបើកូនឃើញហើយកូនចាប់ផ្ដើមអានដោយម្នាក់ជាអ្នកចង្អុលម្នាក់ទៀតជាអ្នកអានហើយផ្លាស់ប្ដូរវេនគ្នាតោះចាប់ផ្ដើមចាកូនអានរួចរាល់ហើយនៅកូនចាល្អណាស់កូនអានបានច្រើនដងទៀតណោះពូកែមែនតើបន្ទាប់ពីកូនបានអានព្យាង្គរួចរាល់ហើយអ្នកគ្រូនឹងនាំកូនទៅអានពាក្យបន្តតើកូនមើលនៅលើក្តារខៀនតើអ្នកគ្រូមានពាក្យអ្វីខ្លះចាកូនចាំស្ដាប់អ្នកគ្រូណាអ្នកគ្រូនឹងអានជាគំរូឲ្យកូនស្ដាប់មុនចនិងកចច្បាស់ទេកូនចាល្អណាស់ឥឡូវកូនមើលមកទៀតអ្នកគ្រូមានពាក្យមួយទៀតដោយកូនទាំងអស់គ្នាចូលរួមអានជាមួយនឹងអ្នកគ្រូណាតោះចាប់ផ្ដើមរបអើបើនឹងកបើករបើកចាល្អណាស់កូនមើលមកទៀតមើលតើពាក្យអីទៀតនេះចាដោយពាក្យនេះអ្នកគ្រូជាអ្នកចង្អុលហើយកូនជាអ្នកអានណាតោះចាប់ផ្ដើមចាពូកែមែនតើកូនអ្នកគ្រូពិតជាឆ្លាតណាស់ណាតោះដើម្បីឲ្យកូនអានបានល្អកាន់តែពូកែទៀតសូមកូនបើកមកសិភៅយើងដដែលហ្នឹងកូនត្រង់ទំព័រដដែលហើយកូនបានឃើញតារាងទី3នេះទេតារាងផ្ដេកនេះកូនឃើញទាំងអស់គ្នាទេកូនចាបើកូនឃើញហើយកូនចាប់ផ្ដើមធ្វើជាដៃគូទៀតណាអានជាដៃគូដោយម្នាក់ជាអ្នកចង្អុលម្នាក់ទៀតជាអ្នកអានហើយកូនអានផ្លាស់ប្ដូរវេនគ្នាឲ្យបានច្រើនដងណាតោះចាប់ផ្ដើមសូមកូនចង្អុលឲ្យចំពាក្យនីមួយផងណាកូនកូនអានរួចរាល់ហើយនៅកូនចាកូនអានបានម្នាក់ប៉ុន្មានដងដែរអូ2ដង3ដងពូកែមែនតើតោះកូនផ្ទះដៃអស់ចាជូនខ្លួនឯង1 2 3អស់ចា